បាទសួស្តីថ្ងៃនេះខ្ញុំមានចំណេះដឹងមួយទាក់ទងទៅនឹងរបៀបសម្អាតកុំព្យូទ័ររបស់យើងដើម្បីឲ្យវាដំណើរការលឿនជាងមុនអញ្ចឹងជាធម្មតានៅពេលយើងប្រើកុំព្យូទ័រដែលសម្អាតគឺកុំព្យូទ័ររបស់យើងនឹងយឺតអូខេអញ្ចឹងដើម្បីសម្អាត file ដែលធ្វើឲ្យកុំព្យូទ័រគាំងធ្វើឲ្យយើងគាំងបានគឺយើងចុចសញ្ញា Windows នៅលើ keyboard ជាមួយនឹងអក្សរ O ទៅមកទៀតយើងវាយពាក្យថាTEMP ទៅបន្តិចចុច OK បាទនេះជា file ទាំងអស់ដែលធ្វើឲ្យកុំព្យូទ័ររបស់យើងយឺតទៅមកទៀតយើង select វា all អញ្ចឹងចុច Control អក្សរ A ហើយយើងចុចពាក្យ delete នៅលើ keyboard ក៏បានឬក៏យើងចុចនៅពាក្យថា delete ដែលមាន icon ខ្វែងនៅខាងលើនេះហើយចុចដូច្នេះយើង skip វាទៅ file ខ្លះវាអាចលុបបានទេបាទយើងខ្វែងម្ដងទី2យើងចូល Windows អក្សរ O ដដែលហើយយើងវាយពាក្យថាភាគរយ TEMP ភាគរយមកវិញអូខេហើយអូខេបាទទៅមកទៀតទៅដូចជំនាញយើងចុចលើវាមួយហើយចុច Control អក្សរ A ចុច delete ហើយយើង do not show all parent name មកហើយ skip វាដោយសារខ្វល់ខ្លះយើងអាចលុបបានទេបាទហើយទៀតយើងខ្វែងទី3យើងចុច Windows អក្សរ O ដដែលហើយយើងសរសេរពាក្យថាprefit បាទ PREFT អូ sorry អញ្ចឹងបងប្អូនមើលតាមនឹងទៅដោយសារខ្ញុំអត់សូវប្រកែកអង់គ្លេសដែរអញ្ចឹងprefit ហើយចុចពាក្យ OK បាទចុច Control អក្សរ A ហើយពាក្យ delete បាទហើយ skip វាខ្លះទៅ file ដែលតែយើងអាចលុបបានយើងខ្វែងបាទមួយទៀតដោយសារ Windows 10ហើយនឹង Windows 11គឺខុសគ្នាដោយសាររបស់ខ្ញុំ Windows 10អញ្ចឹងដើម្បីសម្អាតមួយទៀតយើងចូល Disk PC ឬក៏ My Computer តែមួយទេបាទចូលមកកាន់កន្លែងនេះយើងនឹងមាន folder 2មាន drive 2មានC ហើយនិង D ទៅបន្តិចយើងចុច mouse ស្ដាំលើ drive C របស់យើងយក property ហើយយើងឃើញពាក្យថា disk clean up ចុចលើវាមកទៅបន្តិចយើងគ្រីសឲ្យអស់បើសិនជាយើងអត់ទាន់គ្រីសហើយយើងគ្រីសនៅកន្លែងនេះអស់មកហើយយើងយកពាក្យថា clean up system file បាទទៅបន្តិចវានឹងចាប់ផ្ដើម process ហើយយើងរងចាំវាបន្តិចវាយឺតវាលឿនអាស្រ័យទៅលើកុំព្យូទ័ររបស់យើងតើកុំព្យូទ័ររបស់យើងហ្នឹងធ្លាប់បានធ្វើអញ្ចឹងអត់បាទទៅបន្តិចយើង confirm យើងគ្រីសវាអស់បាទហើយយើងចុចពាក្យ OK មកកន្លែងនេះវាសួរបញ្ជាក់របស់យើងហើយកុំភ័យព្រោះកន្លែងនេះវាអត់បាត់ឯកសារទេយើងចុចពាក្យ delete file អញ្ចឹងយើងចាប់ផ្ដើម clean file ទាំងអស់ដែលយើងបានគ្រីសមិញហ្នឹងពី drive C drive ដែលធ្វើឲ្យកុំព្យូទ័ររបស់យើងហ្នឹងយឺតបាទទៅវិញយើងរងចាំវាបន្តិចមកបាទដោយសារតែកុំព្យូទ័ររបស់ខ្ញុំខាន clean របស់វាគឺវាចំណាយពេលយូរដែរបាទរួចជាការស្រេចវាអូខេបាទអរគុណសម្រាប់ការទស្សនា